từng chồng loan kia sao sao sai bè xa xa về xa bọn mấy ngày bè trong trăng ban chế yang ban bà châm vía cha thà con pro ma trinh roa rù pa trong ran ban nha tam bè một ní vì xa bọn mấy miền nơi clan na bà để sang mấy trang của con sông phi sro rô srong sru sa bè thọ mì trong bùa sông chi ban bùa sông đai vì xa bọn mấy con trăng ngơ ngân đại miền không chân ở lô tranh trai lô phe tổ sáng mô hàng xài xài bồn lư số xanh pro tìm pan nhà vì xa bọn mấy thất năm sâu tiết áo bàn chia diễn lòng cát sông xa cát a bay bốn tóc tràn cài na trong ràng mê ta đã sẵn đèn lại vì xa bọn mấy ấp rong vị chia giờ đang trục nia miền chân nơi này bạc nhà giờ trơn ngân ngân sẵn trai phật tiệp an ta rai cả chân trẻ thla bè ông pro số nâng ban tra đông nằm bên ngày nâng của pi charana song kha tiền lai mình tiền lời na cùng rụp atma cả chẳng sư lắm châu con pro mát nước nông tiên sơ đam bơi đặt đỡ rụt ra pro nhằm sam ma tình thế đa trung bàn trăm cha con cái cam kê lệ tan ha som anumo tệ ni nhung nơi cái lái bê và hót xong lưng và họ hát lưng này còn có đấy buồn lử chỉ cái chập đamในการวิธีនាងខ្ញុំសូមលំអរកាយថ្វាយបង្គំដល់ព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីគោរពយ៉ាងជ្រះថ្លាសូមថ្វាយបង្គំលោកគ្រូសង្គមមនីសឿនសវណ្ណាព្រះចៅអធិការវត្តមជ្ឈមវ័ននិងព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពលោកតាលោកយាយអ៊ំពូមីងមិត្តសិស្សានុសិស្សទាំងអស់ជាទីគោរពនិងជាទីរាប់អាននាងខ្ញុំឆាយដៃកញ្ញាដោយមានការអនុញ្ញាតពីព្រះគ្រូព្រះចៅអធិការវត្តមជ្ឈមវ័នសូមចូលខ្លួនមកសម្រួលកម្មវិធីនាព្រឹកនេះដោយប្រទេសកម្ពុជាយើងមានបាវចនាជាតិសាសនាព្រះមហាក្សត្រដើម្បីជាជំនួយជួយជាចំណែកឲ្យព្រះពុទ្ធសាសនារបស់យើងរុងរឿងរីកសុសសាយទៅមុខបានដោយសារតែមានការចូលរួមពីចាស់ព្រឹទ្ធាចារ្យសីលវ័នសីលវតីដែលជាពុទ្ធសាសនិកនាងខ្ញុំសូមគោរពអរគុណនៃការគោរពអញ្ជើញចូលរួមពីភ្ញៀវទីជិតទីឆ្ងាយទាំងអស់យ៉ាងច្រើនកកកជាបន្តដើម្បីឲ្យដំណើរការនៃកម្មវិធីបង្ហោះទង់ព្រះពុទ្ធសាសនាពេលព្រឹកនេះឲ្យមានភាពរលូននាងខ្ញុំសូមអាននៅវីរៈកម្មវិធីដូចតទៅ1អានប្រវត្តិទង់ពណ៌ខៀវដោយកុមារីវត្តវជ្រាសូមគោរពអញ្ជើញប្អូនទី1ដែលស្មៃពណ៌ខៀវការព្រះអង្គទ្រង់យោងយកកំណើតជាព្រះបាទសេវរាជសោយរាជក្នុងនគរអរដ្ឋថ្ងៃមួយព្រះអង្គទ្រង់គង់ក្នុងប្រាសាទដ៏ប្រសើរទ្រង់ត្រារិថាទានណាមួយដែលជាទានរបស់មនុស្សឈ្មោះថាយើងមិនដែលឲ្យមិនមានឡើយហើយគិតក្នុងព្រះទ័យថាចង់ឲ្យផ្នែកជាទានពេលនោះព្រះអិនដឹងរឿងសពគ្រប់ហើយក៏និមិត្តខ្លួនជាព្រានចាស់ចូលមកសំព្រះនេត្រម្ខាងព្រះបាទសេវរាជត្រាស់ថាអ្នកមកដើម្បីប្រយោជន៍ណាប្រយោជន៍នោះចូលសម្រេចដល់អ្នកចោះហើយទ្រង់ត្រាស់
ហើយសេវកៈបែបថាអ្នកចូលមកក៏មិនងងឡើយចូលឈៀផ្នែកទាំងពីររបស់យើងទៅហើយដោះឲ្យដោះស្មូនចោះហើយសេវកៈពេទ្យក៏បានខ្វេះឈៀព្រះណេតព្រះរាជាឲ្យដោះស្មូនដូចជាឲ្យសាច់ថ្នោតក្នុងពេលកំពុងឲ្យក្តីឲ្យរួចហើយក្តីចិត្តរបស់ព្រះរាជាអត់មានការរីមាយឡើយព្រោះហេតុទាំងពោធិញ្ញាណតែម្យ៉ាងដែលបញ្ញកម្មនេះហើយដោយធ្វើឲ្យពន្លឺរស្មីពណ៌ខៀវចេញពីព្រះវរកាយរបស់ព្រះអង្គពេលនេះអ្នកស្រីហេងសំភ័រនិងស្វាមីមានសទ្ធាជ្រះថ្លាបានបូជានៅទង់ពណ៌ខៀវនេះសូមអនុមោទនាបង្ហោះទង់ពណ៌ខៀវសូមអនុមោទនាពណ៌ខៀវកាជាព្រះនេត្រាឲ្យអនព្រានណាកាជាស្ដាយនាងស្រ័យវិទ្យាកម្មវិធីទី2អានប្រវត្តិទង់ពណ៌លឿងដោយកុមារីពន្លកម៉ារ៉ាទីនសូមគោរពអញ្ជើញប្អូនទី2រស្មីពណ៌លឿងក្នុងការកន្លងទៅហើយព្រះរាជាបញ្ចាលរដ្ឋទ្រង់បានបញ្ជាឲ្យជាងឆ្លាក់ខ្លឹមច័ន្ទសាងព្រះពុទ្ធរូបដង្កល់ទុកក្នុងសាលាហើយប្រកាសដំណឹងឲ្យមហាជនដែលមានមាតិក្តីច្រើនក្តីចូលរួមចាប់កុសលដើម្បីទិព្រះពុទ្ធរូបតាមសទ្ធាជ្រះថ្លាពេលនោះមានបុរសម្នាក់ឈ្មោះទុគតវិរិយបណ្ឌិតពោធិសត្វមានសទ្ធាជ្រះថ្លាខ្លាំងបំផុតមានបំណងចង់លួចខ្លួនដើម្បីទិញមាសទិព្រះពុទ្ធរូបនោះប៉ុន្តែប្រពន្ធនិងកូនមិនព្រមឲ្យធ្វើដូច្នោះទេសុខចិត្តលួចខ្លួនឯងចំនួនទុគតវិរិយបណ្ឌិតវិញព្រះពោធិសត្វបានលៀហើយមកទិព្រះពុទ្ធរូបពេលទិហើយមិនទាន់ចិត្តនៅខ្វះមួយកន្លែងព្រះពោធិសត្វស្រែកឃោសនាថាប្រសិនបើអ្នកណាមានឯកទេសអាចធ្វើសែកឲ្យទៅជាមាបានខ្ញុំសុខចិត្តអាសែកដើម្បីបំពេញឲ្យចិត្តពេលនោះព្រះអិនប្រាវិសកម្មទេវបុត្រមកជួយបំពេញទានទុគតវិរិយបណ្ឌិតបានសម្រេចដោយបំណងដោយអំណាចបុណ្យនេះទើបធ្វើឲ្យមានរស្មីពណ៌លឿងចេញពីព្រះវរកាយរបស់ព្រះអង្គពេលនេះឧបាសិកាង៉ែតច័ន្ទសារូព្រមទាំងបងប្អូនកូនចៅមានសទ្ធាជ្រះថ្លាបានបូជានៅទង់ពណ៌លឿងនេះសូមអនុមោទនាបង្ហោះទង់ពណ៌លឿងសូមអនុមោទនាពណ៌លឿងកាលាសាញ់ធ្វើមីបន្លូនអង្គព្រះពុទ្ធបដិមាព្រះអញ្ជាជាងឆ្នៃរចនាស្រែកសាធុកាពេញផែនដីសូមអនុមោទនាវិរៈកម្មវិធីទី3អានប្រវត្តិទង់ពណ៌ក្រហមដោយកុមារីធាសុបញ្ញាសូមគោរពអញ្ជើញបងញោមសូនតូចមកណាចេះណាអត់មកបាច់ខាងក្រោមនេះហុំនេះបាច់ទេឡងយល់ទេគាត់ថាដែរខ្ញុំមកថាគាត់ថាលឿកណាទី3រស្មីពណ៌ក្រហមក្នុងអតីតកាលមាននគរអង្គវតីព្រះពោធិសត្វសោយព្រះជាតិជាព្រះរាជកុមារឈ្មោះបទុមកុមារពេលមួយព្រះមាតាស្វែងរកផល្លានុផលក្នុងព្រៃមានភ្លៀងធំបានបង្អុរមកព្រះនាងបានទៅជ្រកក្រោមដើមឈើធំមួយស្រាប់តែមានសត្វអាសេរពឹសមកចឹកព្រះនាងអស់ព្រះជន្មពេលនោះទៅឯព្រះបទុមកុមារយកបាត់ព្រះមាតាពងឃើញមកកាន់អាស្រមតាមប្រក្រតីព្រះបទុមកុមារក៏ចេញទៅរកព្រះមាតាតែពេលបានទៅជួបគឺព្រះនាងអស់ព្រះជន្មទៅហើយព្រះរាជកុមារបានតាំងចិត្តអធិដ្ឋានបួងសួងដល់ទេវតាទាំងឡាយថា
ខ្ញុំសុខចិត្តលះបង់ជីវិតបូជាសូមឲ្យមេដាខ្ញុំរស់រានមានជីវិតឡើងវិញផងចុះគ្រានោះអាសនៈរបស់ព្រះអង្គក្តៅក៏ប្រមាណមើលទើបដឹងហេតុការណ៍ព្រះអង្គក៏និមិត្តជាព្រានហើយដើរចូលមើលក៏ប្រាប់ព្រះរាជកុមារថាថ្នាំដែលអាចព្យាបាលមេដាគឺបេះដូងព្រះរាជកុមារនេះឯងព្រះរាជកុមារក៏អធិដ្ឋានបួងសួងឲ្យទេវតាទម្លាក់អាវុធព្រះរាជកុមារក៏វះទ្រង់យកបេះដូងផ្សំថ្នាំជួយមេដារហូតមានព្រះជន្មឡើងវិញរហូតដោយពុញ្ញកម្មនេះហើយដែលធ្វើឲ្យព្រះពន្លឺរស្មីពណ៌ក្រហមចេញពីព្រះវរកាយរបស់ព្រះអង្គពេលនេះឧបាសកសូមទូលនិងឧបាសិកាអង្គគិមហួរឧបាសកហាមសំអននិងឧបាសិកាលឿនលុកសុខឿនព្រមទាំងកូនចៅមានសទ្ធាជ្រះថ្លាបានបូជានៅទង់ពណ៌ក្រហមនេះសូមអនុមោទនាបង្ហោះទង់ពណ៌ក្រហមសូមអនុមោទនាក្រហមជាពណ៌ឈាមបេះដូងស្គៀទីដើមទ្រូងដល់គ្មានក្មេបានពើពួរខាងព្រះចន្ទលីគង់រស់ជីវីជាស្បើយទៅសូមអនុមោទនាវិរៈកម្មវិធីទី4អានប្រវត្តិតុងពសដោយកុមារាតាចាំសុវណ្ណរិទ្ធទី4រស្មីបសគ្រានុដែនកលករិយអត់មានទឹកភ្លៀងធ្លាក់សោះពួកកសិករធ្វើកសិកម្មមិនបានក៏ប្រជុំគ្នាឲ្យព្រាម8នាក់ទៅសំដំរីបច្ចេកនិកេតពីព្រះវេស្សន្តរពីព្រោះថាដំរីបច្ចេកនិកេតនេះទៅដល់ទីណាតែតែមានភ្លៀងធ្លាក់នៅទីនោះកាលដែលព្រះបាទស្រីវេស្សន្តរបវរពោធិសត្វកំពុងចេញទៅសាលាទានពួករៀនទាំង8នាក់ទៅចាំស្ទះនៅសាលាទាននោះស្រាក៏រំពឹងគ្នាថាជាយៈតុវេស្សន្តរោជាយៈតុវេស្សន្តរោព្រះពោធិសត្វត្រាស់សួរថាតើអ្នកសមអ្វីនឹងយើងពួកទូបង្គំសូមហត្ថិរដ្ឋព្រះបាទស្រីវេស្សន្តរតបថាដំរីមង្គលដល់រសានេះយើងនឹងឲ្យឥតឬគ្រាទេអ្នកទាំងឡាយចាំយកចុះគ្រានោះព្រះវេស្សន្តរបវរពោធិវង្សទ្រង់ព្រះរាជទានដំរីមង្គលឈ្មោះបច្ចេកនិកេតដល់ពួកព្រាននគរកលករិះនោះផែនដីនិងមហាសមុទ្រក៏កម្រើករំពឹងឡើងពួកទេវាទាំងរយទាំងពួនក៏ស្រែកសរសើរនៅទានបារមីរបស់ព្រះអង្គរហូតដល់ពួកប្រជានរានគរចេញទៅដល់ដេញព្រះអង្គក៏ព្រមដែរដោយអំណាចនៃទានបារមីនេះទើបព្រះអង្គមានរស្មីពណ៌សចេញពីព្រះវរកាយពេលនេះឧបាសិកាខុតរំព្រមទាំងកូនចៅមានសទ្ធាជ្រះថ្លាបានបូជានៅតុងវស្សនេះសូមអនុមោទនាបហោះតុងវស្សសូមអនុមោទនាពសឲ្យទៀនដំរីសមង្គលពវវាចាញ់ឆៅក្ររៀបានដាច់មិនឲ្យនៅវាកាវាចាំបរិភោគព្រះជីវិតមេដារួមវ័យក្មេងសូមអនុមោទនាកម្មវិធីទី6អានប្រវត្តិតុងពភ្លេងដោយកុមារាឈឿនហេងមុខក្តៅវាលេងឲ្យឡាយហើយវាសសបកទី6រស្មីពណ៌ភ្លេងក្នុងការមួយព្រះបរមពោធិសត្វយើងបានយកញាក់កំណើតជាសត្វប្រសាឈ្មោះសាសាបណ្ឌិតពេលមួយក្នុងថ្ងៃឧបាសិកព្រះពោធិសត្វបានដាស់តឿនសម្ដេចមានស្វាមួយភេមួយចចកមួយឲ្យចេះធ្វើទានក្នុងថ្ងៃខ្លួនឯងក៏គិតថានឹងអង្គខ្លាំងមួយឯងមិនមានទេព្រោះឯងបរិភោគតែស្មៅដូច្នោះបើមានតែខណៃតែបង្គោលណាមួយមកឯងនឹងឲ្យខ្លួនឯងទៅទៀតព្រះ
ជាថ្មីម្ដងទៀតនាងខ្ញុំព្រះករណាដំណើរកម្មវិធីទាំងមូលសូមអរព្រះគុណចំពោះព្រះវត្តមានព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមអរគុណចំពោះពុទ្ធបរិស័ទចំណងជើងវត្តមជ្ឈមវ័នទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យវិសាខបូជានៅពេលនេះជាចុងក្រោយនាងខ្ញុំសូមប្រគេនពរនិងគោរពជូនពរដល់អង្គពិធីទាំងមូលឲ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងគ្នាឡើយសូមអរព្រះគុណនិងសូមអរគុណ សូមជូនអ្នកមកចាំពោតតា មេត្តាបរិដាគុណគ្រូឧបជាយាចាគុណញាតិកាប្រាំពីសន្តាជីដូនជីតារួនៅដីណាលោកម្ចាស់ចែកថាសូមជូនមេផលកុសលកម្មការសូមសុខសេនសានដល់ឋានផុតទុំ ទេទាំងបញ្ញញាតៃណា ហៅទៅសុខេតាហៅទៅញាតាយារីតិ បណ្ណេ ចូលមានដល់ញាតទាំងឡាយសូមញាតទាំងឡាយបានដល់នៅសេចក្តីសូមចោ សូមសាធុការអនុមោទនា សាធុ សូមអនុមោទនាការបូជាចំពោះព្រះពរអរស័យរស្មី6ពណ៌សូមអនុមោទនា សាធុ ហើយសូមពរសនម្ដងទៀត